ព្រះបន្ទូលលើកទឹកចិត្តលក្ខណៈសម្បត្តិគ្រប់គ្រាន់អត្ថបទគម្ពីរទំនុកដំកើងជំពូក15ខ1ដល់ខ3អោព្រះយេហូវ៉ាអើយតើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បានគឺជាអ្នកណាដែលដើរដោយទៀងត្រង់ហើយប្រព្រឹត្តសេចក្តីសុចរិតព្រមទាំងពោលសេចក្តីពិតពីក្នុងចិត្តផងជាអ្នកដែលមិនពោលបង្កាច់ដោយអណ្ដាតឬធ្វើអាក្រក់ដល់មិត្តសម្លាញ់ឬយករឿងបកគេពីអ្នកជិតខាងខ្លួនឡើយអត្តពលិកត្រូវហ្វឹកហាត់ជាច្រើនឆ្នាំដើម្បីឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ក្រុមឬដើម្បីទទួលបានអាហារូបករណ៍ផ្នែកអត្តពលកម្មរីឯនយោជកវិញក៏តែងតែស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារដែរយើងត្រូវតែបំពេញតាមតម្រូវការជាក់លាក់មួយចំនួនសម្រាប់សុខភាពឬការងារចុះតើលក្ខណៈសម្បត្តិអ្វីខ្លះដែលចាំបាច់ដើម្បីរស់នៅនឹងថ្វាយបង្គំនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ទាំងក្នុងពេលបច្ចុប្បន្ននិងអស់កលជានិច្ចនេះគឺជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់អ្នកនិពន្ធគម្ពីរទំនុកដំកើងតើអ្នកណាខ្លះនឹងបានស្នាក់នៅក្នុងរោងឧបោសថរបស់ព្រះអម្ចាស់ជាព្រះពន្លានៃការជួបជុំនិងការថ្វាយបង្គំតើអ្នកណាខ្លះនឹងបានរស់នៅលើភ្នំស៊ីយ៉ូនជាភ្នំដ៏បរិសុទ្ធរបស់ព្រះអម្ចាស់អ្នកនិពន្ធគម្ពីរទំនុកដំកើងបានរៀបរាប់ពីលក្ខណៈសម្បត្តិទាំងអស់នោះអស់អ្នកដែលចង់ថ្វាយបង្គំនិងរស់នៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ត្រូវតែជាមនុស្សឥតខ្ចោះនិងធ្វើអ្វីដែលត្រឹមត្រូវពួកគេត្រូវតែនិយាយសេចក្តីពិតចេញពីចិត្តហើយជៀសវាងការបង្កាច់បង្ខូចអ្នកដទៃឬធ្វើអាក្រក់ដល់អ្នកជិតខាងពួកគេមិនត្រូវថ្មាស់តេះដៀលពោលគឺមិនត្រូវសាយភាយពាក្យចចាមអារាមបង្ខូចអ្នកដទៃឡើយតាមរយៈការសារភាពដោយស្មោះត្រង់យើងត្រូវតែទទួលស្គាល់ថាយើងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេប្រហែលជាយើងអាចបំពេញតាមតម្រូវការមួយឬពីរចំណុចយ៉ាងហោចណាស់ក៏ម្ដងម្កាលដែរប៉ុន្តែយើងមិនអាចធ្វើវាបានដោយភាពល្អឥតខ្ចោះដើម្បីទទួលបានកន្លែងមួយនៅចំពោះព្រះជាម្ចាស់នោះឡើយមានបុគ្គលតែម្នាក់គត់ដែលបានបំពេញតាមការរៀបរាប់របស់អ្នកនិពន្ធគម្ពីរទំនុកដំកើងយ៉ាងពិតប្រាកដនោះគឺជាព្រះយេស៊ូវជាព្រះអម្ចាស់នៃយើងទ្រង់បានយាងដោយឥតខ្ចោះនិងគោរពតាមព្រះハរតីរបស់ព្រះវរបិតាក្នុងគ្រប់កិច្ចការទាំងអស់ទ្រង់បានធ្វើអ្វីដែលត្រឹមត្រូវតាមរយៈការបង្រៀនការមានព្រះハរតីមេត្តាករុណានិងការប្រោសឲ្យជាក្នុងកំឡុងពេលដែលទ្រង់បំពេញបេសកកម្មនៅលើផែនដីទ្រង់បានមានប្រាប់បន្ទូលនៅសេចក្តីពិតហើយមិនបានបង្កាច់បង្ខូចអ្នកដទៃឡើយសូម្បីតែអ្នកដែលប្រឆាំងនិងបដិសេធទ្រង់ក៏ដោយទ្រង់មិនបានតបតវិញឡើយនៅពេលដែលខ្មាំងសត្រូវសើចចំអកនិងមើលងាយទ្រង់សូម្បីតែក្នុងពេលដែលទ្រង់កំពុងជាប់នៅលើឈើឆ្កាងក៏ដោយព្រះបុត្រាដែលគ្មានបាបសោះរបស់ព្រះជាម្ចាស់បានទទួលយកអំពើបាបរបស់យើងរួមទាំងការកុហកការបង្កាច់បង្ខូចនិងពាក្យចចាមអារាមមកលើអង្គទ្រង់ហើយបានរងទណ្ឌកម្មនៃសេចក្តីស្លាប់សម្រាប់អំពើបាបរបស់យើងហើយឥឡូវនេះតាមរយៈជំនឿយើងត្រូវបានគោរពដណ្ដប់ដោយសេចក្តីសុចរិតដែលជាលក្ខណៈសម្បត្តិដ៏ល្អឥតខ្ចោះរបស់ព្រះអម្ចាស់ដែលបានមានប្រជញ្ញពីសុគតឡើងវិញតាមរយៈជំនឿលើព្រះយេស៊ូវយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅនៅចំពោះវត្តមានរបស់ព្រះជាម្ចាស់ទាំងពេលឥឡូវនេះ
និងអស់កាលជានិច្ចតើអ្នកណាខ្លះនឹងឡើងទៅលើភ្នំរបស់ព្រះអម្ចាស់តើអ្នកណាខ្លះនឹងរស់នៅនឹងថ្វាយបង្គំនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ទាំងក្នុងពេលឥឡូវនេះនិងអស់កាលជានិច្ចចម្លើយចំពោះសំណួរទាំងនេះគឺស្ថិតនៅលើការអត់ទោសបាបដោយសារព្រះគុណរបស់ព្រះជាម្ចាស់តាមរយៈជំនឿលើព្រះគ្រីស្ទអំពើបាបរបស់យើងត្រូវបានអត់ទោសឲ្យភាពខ្វះខាតនៃលក្ខណៈសម្បត្តិរបស់យើងត្រូវបានបំពេញឲ្យបានគ្រប់លក្ខណៈរីឯព្រះដែលអាចនឹងថែរក្សាមិនឲ្យអ្នករាល់គ្នាជំពប់ដួលហើយនឹងដាក់អ្នករាល់គ្នានៅចំពោះសេរីល្អត្រង់ដោយឥតមានកន្លែងបន្ទោសបានព្រមទាំងមានចិត្តត្រេកអរផងគឺជាព្រះអង្គដ៏ជាព្រះតែមួយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នាដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងនោះសូមឲ្យទ្រង់បានសិរីល្អឫទ្ធានុភាពព្រះចេស្តានិងអំណាចតាំងពីមុនអស់កាលនៅជាន់ឥឡូវនេះហើយទៅដល់អស់កាលជានិច្ចតទៅអាមែនយូដាសជំពូក1ខ24ដល់ខ25សូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំបបិទ្ធព្រះអម្ចាស់ព្រះយេស៊ូវសូមព្រះអង្គដឹកនាំទូលបង្គំឲ្យដើរក្នុងផ្លូវរបស់ទ្រង់ដើម្បីឲ្យទូលបង្គំអាចធ្វើអ្វីដែលត្រឹមត្រូវនិយាយសេចក្តីពិតនិងស្រឡាញ់អ្នកដទៃដោយដែលទ្រង់ស្រឡាញ់ទូលបង្គំដែរអាមែនតើនៅពេលណាដែលលោកអ្នកបានតាំងចិត្តយ៉ាងមុតមមលើគោលដៅជាក់លាក់ណាមួយដែលពិបាកសម្រេចតើលទ្ធផលនោះទៅជាយ៉ាងណាដែរព្រះជាម្ចាស់តម្រូវឲ្យយើងរស់នៅដោយឥតបាបនៅចំពោះទ្រង់តើវាជាតម្រូវការដែលយើងអាចបំពេញបានដែរឬទេតើជំនឿលើការលុះបាបរបស់ព្រះយេស៊ូវសម្រាប់យើងផ្ដល់ឲ្យយើងនៅជីវិតថ្មីដើម្បីរស់នៅដោយមានជ័យជំនះសម្រាប់ព្រះជាម្ចាស់យ៉ាងដូចម្តេចសូមអរគុណសូមព្រះប្រទានពរ